សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា The Shrinking Man ដែលវាគឺជាខ្សែរឿងមួយនិយាយអំពីបរិមម្នាក់ដែលគាត់នឹងមិនដឹងជាត្រូវបដាសាអីទេស្រាប់តែថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគាត់ក៏រួមតូចទៅរហូតដល់តូចជាងសម័យទៀតអញ្ចឹងណាដែលនឹងឯដំណើរខ្សែរឿងគឺពិតជាល្អមើលខ្លាំងមែនតើដែលមានជាថាបងប្អូនទាំងគ្នាប្រកាសជាចូលចិត្តអញ្ចឹងហើយកុំឲ្យខាត់ពេលវិញឆ្ងាយទៀតយើងចូលទៅកាន់ខ្សែរឿងបែបសង្ខេបទាំងអស់គ្នាខ្សែរឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនវិជ្ជានៅកណ្ដាលសមុទ្រដែលកំពុងតែមានបរិមម្នាក់មានឈ្មោះ Chapel គាត់បានហែលទឹកលេងកំពុងតែហែលលេងសប្បាយនឹងស្រាប់តែគាត់បានចាប់អារម្មណ៍ទៅកាន់លើផ្ទៃមេឃដែលមិនដឹងជាមានអ្វីកើតឡើងនោះទេផ្ទៃមេឃពពកនឹងវាបានគួចបង្កើតចេញជាបន្លោះមួយនៅពីលើក្បាលរបស់គាត់ហើយគាត់ឡើងតែមើលអាពពកនឹងអត់បានចាប់អារម្មណ៍ថានៅជុំវិញខ្លួនរបស់គាត់ក៏មានពពុះព័ទ្ធជុំវិញខ្លួនគាត់នោះទេហើយនឹងបន្ទាប់ពីហែលទឹកឆ្អែតហើយគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញរួចហើយក៏បានរៀបចំអាហាររៀបចំអីឲ្យប្រពន្ធឲ្យកូនញ៉ាំអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់បើកទឹករ៉ូប៊ីណេដើម្បីយកទឹកមកប្រើប្រាស់ហ្នឹងក៏ឃើញថាវាគាំងអញ្ចឹងគាត់ក៏បានប្រាប់ប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Alice ហើយនឹងកូនស្រីរបស់គាត់ Mia ថាគាត់ចូលទៅខាងក្រោមដើម្បីជួសជុលវាប៉ុន្តែ Mia ក៏បានទៅតាមគាត់ពីក្រោយនៅផ្ទះរបស់គាត់ក៏មានឆ្មាមួយក្បាលមានឈ្មោះថា Tofu ផងដែរដែល Tofu ហ្នឹងវាពិតជារពឹសខ្លាំងមែនតែនចំណែកលពូនេះវិញនៅពេលដែលគាត់ចូលទៅដល់បន្ទប់ក្រោមដីគាត់ក៏ចាប់ផ្ដើមជួសជុលអាប្រព័ន្ធទឹករបស់គាត់អញ្ចឹងទៅខណៈដែលកូនស្រីរបស់គាត់ Mia នេះវិញក៏បានយកតែហ៊ានចរតុក្កតាចរតូចៗមកលេងនៅពីលើធុងត្រីហើយក៏បានសុំឪពុកទិញត្រីមកដាក់បន្ថែមទៀតប៉ុន្តែឪពុកមិនព្រមនោះទេហើយពេលនឹងដែរមីយ៉ាក៏បានកលែងទៅមើលប្រឡោះមួយស្រាប់តែបានឃើញពីងពីងក៏បានប្រាប់ឪពុកឲ្យសម្លាប់ពីងពីងនឹងចោលទៅតែឪពុកថាមិនបាច់សម្លាប់វាទេវាគ្មានគ្រោះថ្នាក់អីដល់យើងទេទុកវាអញ្ចឹងទៅហើយនឹងបន្ទាប់ពីគាត់ជួសជុលហើយគាត់ក៏បានលេងជាមួយនឹងកូនស្រីធ្វើដូចជាបីសាច់ដេញខំកូនស្រីអីចឹងណាធ្វើឲ្យកូនស្រីសើចសប្បាយរីករាយហើយនឹងបន្ទាប់ពីហ្នឹងគាត់ក៏បានយកស្រាឆាំប៉ាញ់មួយដបដើម្បីឡើងទៅផឹកខាងលើជុំជាមួយប្រពន្ធរបស់គាត់ហើយពួកគេញ៉ាំអាហារបានយ៉ាងឆ្ងាញ់បន្ទាប់ពីញ៉ាំឆ្អែតហើយក៏បាននាំគ្នាចាក់ភ្លេងចាក់អីរាំលេងយ៉ាងសប្បាយរីករាយថ្ងៃបន្ទាប់ពីរាំជុំគ្នាហើយពួកគាត់ក៏បានយកកូនស្រីទៅដាក់គេងបាត់ទៅតមកទៀតប្តីប្រពន្ធក៏បានបន្តរាំពីរនាក់រាំរហូតដល់ចូលរាំមួយគ្នាក៏បានចូលទៅក្នុងបន្ទប់បាត់ទៅតពីហ្នឹងស្អែកឡើងក៏បានមកដល់ដែលថ្ងៃហ្នឹងគឺជាថ្ងៃទី5នៃខែឧសភាហើយលោកពូផលក៏បានក្រោកឡើងនៅលើគ្រែហើយក៏បានបញ្ញាប់បញ្ញាល់ចូលទៅខាងក្រោមដើម្បីពាក់កៅអៅទៅធ្វើការងារប៉ុន្តែពេលហ្នឹងដែរគាត់ក៏ចាប់អារម្មណ៍ថាអាវរបស់គាត់ដូចជាអាលងធំនឹងវែងជាងមុនគាត់ព្យាយាមដូរ 3-4 កៅអៅដែរប៉ុន្តែឃើញថាកៅអៅមួយណាក៏នៅតែអាលងដែរប៉ុន្តែគាត់គិតថាមិនទាន់អីនោះទេក៏បានទៅធ្វើការងារយ៉ាងធម្មតាអញ្ចឹងណាបន្ទាប់ពីហ្នឹងល្ងាចឡើងក៏បានមកដល់គាត់ក៏បានអង្គុយញ៉ាំអាហារញ៉ាំអីជាមួយប្រពន្ធកូនរបស់គាត់ទៀតហើយនៅពេលដែលញ៉ាំអាហារចប់ហ្នឹងក៏កូនស្រីរបស់គាត់បានប្រាប់គាត់ថាយប់ហ្នឹងគេសុំឲ្យឪពុកទៅអានរឿងនិទានឲ្យគេមុនចូលគេអញ្ចឹងណាប៉ុន្តែលោកពូផលក៏បានបដិសេធថាគាត់រវល់ណាស់អត់អាចទៅអានបាននោះទេថាចាំយប់ស្អែកទៅវាយ៉ាងក៏បានថែឪពុកថ្ងៃមុនក៏ថាអញ្ចឹងថ្ងៃហ្នឹងថាស្អែកទៀតហើយក៏បានរត់ចូលទៅក្នុងបន្ទប់ទាំងសែត Alice ក៏បានប្រាប់ប្តីថាឲ្យទៅលួងកូនស្រីបន្តិចទៅជាលពូក៏បានចូលទៅក្នុងបន្ទប់គេងរបស់កូនស្រីរួចហើយក៏បានបើកសភៅហ្នឹងមកអានឲ្យកូនស្ដាប់អញ្ចឹងទៅប៉ុន្តែអានហ្នឹងកូនស្រីក៏បានសួរឪពុកអំពីទំហំអាចផ្កាយថាធំប៉ុណ្ណាប៉ុណ្ណីអីអញ្ចឹងទៅក៏រៀងអត់ចង់ដេកអញ្ចឹងណាឪពុកក៏ដឹងថាកូនស្រីអត់ដេកក៏ជប់អានរឿងនិទានក៏បានដើរចុះពីលើគ្រែដើម្បីត្រឡប់ទៅបន្ទប់របស់គាត់វិញប៉ុន្តែកូនស្រីរបស់គាត់ក៏ខឹងក៏បានចុះពីលើគ្រែទៅដេកនៅលើឥដ្ឋម្ដងគេថាតើតែឪពុកលេងជាមួយគេបន្តិចសិនបានគេចូលគេអញ្ចឹងណាចឹងហើយគ្មានជំរឿអីទៀតឪពុកក៏បានចាប់ជើងគេបញ្ចូលឡើងលើរួចហើយក៏បានយកគេទៅដាក់លើគ្រែធ្វើឲ្យគេសោយទៅថ្ងៃនៅទីបំផុតគេក៏ព្រមដេកឪពុកក៏ធូរស្រាលបានត្រឡប់ចូលទៅគេដូចគ្នាហើយបន្ទាប់ពីហ្នឹងទៅថ្ងៃទី7នៃខែឧសភាក៏បានមកដល់លោកពូប៉ូលក៏បានយកខោអាវមកពាក់ម្ដងទៀតឃើញថាលើកហ្នឹងវាកាន់តែធំដៃក៏កាន់តែវែងជាងមុនទៀតគាត់ឆ្ងល់ខ្លាំងមែនតើ Alice ក៏ថាប្តីរបស់គាត់អាចនឹងស្រក់គីឡូហើយបានជាអញ្ចឹងប៉ុន្តែប៉ូលថាវាមិនដែលស្រក់គីឡូណាដៃខ្លីជាងមុនទេវាដូចជាមានរឿងអីចឹងណាចឹងដោយសារតែឆ្ងល់ខ្លាំងពេកប៉ូលក៏បានទៅមន្ទីរពេទ្យដើម្បីលោកគ្រូពេទ្យពិនិត្យសុខភាពពិនិត្យទៅក៏គ្មានឃើញបញ្ហាអីដែរប៉ុន្តែនៅពេលដែលវាស់កម្ពស់ហ្នឹងឃើញថាគាត់មានកម្ពស់ត្រឹមតែ 1.76 នោះទេវាស់កម្ពស់ហើយគាត់ក៏បានសួរដុកទ័រមិនបានជាអញ្ចឹងបើគាត់តាំងពីក្មេងមកគឺកម្ពស់ 1.80 ណាតើក៏គិតថាប្រហែលជាអាយុគាត់ច្រើនទៅវារៀងសន់ចូលទៅក្រោមអញ្ចឹងហើយអត់មានបញ្ហាអីនោះទេប៉ុន្តែប៉ូលគាត់មិនជឿអញ្ចឹងទេគាត់គិតថាអាចនឹងមានបញ្ហាបន្ទាប់ពីជួបជាមួយពេទ្យហើយគាត់ក៏បានទៅធ្វើ
ធ្វើការងារយ៉ាងធម្មតាប៉ុន្តែនៅក្នុងថ្ងៃនឹងដែរគាត់ក៏មានអារម្មណ៍ថាអាមួកដែលគាត់ពាក់ត្រូវរដងនោះវាចេះតែអាលងចង់តែរបូតគាត់គិតថាគាត់អាចនឹងពាក់មួកច្រឡំទេដឹងក៏បានយកមួកនោះមកមើលឈ្មោះឃើញថានឹងជាឈ្មោះរបស់គាត់ហើយអញ្ចឹងសួរថាតើមានរឿងអ្វីកើតឡើងមកលើខ្លួនគាត់ឲ្យប្រកបនៅពេលយប់ហ្នឹងគាត់ក៏បានដេកជាមួយប្រពន្ធរបស់គាត់ប៉ុន្តែអារម្មណ៍មិនសូវស្ងប់នោះទេគាត់ចេះតែស្រមៃឃើញអាពពកវិលនៅលើក្បាលរបស់គាត់គិតថាខ្លួនរបស់គាត់មានអីចម្លែកដោយសារតែឃើញពពកហ្នឹងហើយអញ្ចឹងដោយសារតែគេងមានលក់គាត់ក៏បានចេញទៅហាត់ប្រាណនៅខាងក្រៅដើម្បីបន្ធូរអារម្មណ៍អញ្ចឹងណាប្រពន្ធនៅពេលដែលដឹងថាប្តីគេងមានលក់ក៏បានមកលួងប្តីដើម្បីត្រឡប់ចូលគេងវិញទៅតទៅពីហ្នឹងសាច់រឿងក៏បានកាត់ទៅដល់ថ្ងៃទី20នៃខែឧសភាលោកពូផលក៏បានចូលទៅងូតទឹកយ៉ាងធម្មតាប៉ុន្តែពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាអាទឹកផ្កាឈូករបស់គាត់វាដូចជានៅខ្ពស់ឆ្ងាយខ្លាំងណាស់ហើយកំពុងតែងូតទឹកហ្នឹងស្រាប់តែចិញ្ចៀនរបស់គាត់ក៏បានរបូតពីដៃទាំងរាល់ដងនោះវាតឹងខ្លាំងមែនទែនគាត់ដឹងថាខ្លួនរបស់គាត់វារួមតោយាយក៏បានចេញទៅខាងក្រៅជួបជាមួយប្រពន្ធក៏ទើបតែចាប់អារម្មណ៍ថាប្តីរបស់គាត់ក៏ពិតជាតូចមែនឥឡូវហ្នឹងនឹងទៀបជាងប្រពន្ធទៅទៀតក៏បានប្រញាប់ញ៉ាំនាំប្តីទៅពេទ្យដើម្បី scan មើលជុំវិញមកតួខ្លួនក៏ដូចជាជួសឈាមជួអីចឹងទៅប៉ុន្តែបន្ទាប់ពីទទួលបានលទ្ធផលហើយក៏អ្នកគ្រូពេទ្យបានប្រាប់ថាអត់មានបញ្ហាអីនោះទេសុខភាពគឺធម្មតាគ្រាន់តែថាកម្ពស់របស់លពូនឹងវាស្រត់ចុះឥឡូវនឹងនៅសល់ត្រឹមតែ 1m65 នោះទេហើយគីឡូរបស់គាត់ត្រឹមតែ63ទាំងដែលកាលមុនកម្ពស់របស់គាត់ 1m8 ហើយគីឡូរបស់គាត់ចិត្តជាងណាចឹងបានន័យថាគាត់ស្រកអស់10គីឡូហើយដុកទ័រក៏បានបញ្ជាក់ផងដែរថាគាត់មិនដែលជួបជាមួយនឹងករណីបែបហ្នឹងនោះទេចឹងហើយក៏មិនទាន់មានដំណោះស្រាយដែរតែគាត់សុំតាមដានផលបន្តទៀតដើម្បីរកដំណោះស្រាយឲ្យផលហ្នឹងហើយពីមួយថ្ងៃទៅមួយថ្ងៃក៏ផលតែងតែមកពិនិត្យសុខភាពមក scan មួយទួយខ្លួនរបស់គាត់ជាមួយអ្នកគ្រូពេទ្យប៉ុន្តែអត់មានលទ្ធផលអីនោះទេហើយមួយថ្ងៃដែលគាត់ដេកនៅពេលហ្នឹងគាត់តែងតែស្រមៃឃើញអាពពកឃើញអីហ្នឹងនិយាយទៅជីវិតរបស់គាត់ដូចជាថាអាប់អួរខ្លាំងមែនតែនគាត់ដូចជាភ័យខ្លាចជាមួយនឹងអារឿងដែលកំពុងតែកាត់ឡើងមកលើគាត់ចឹងដោយសារតែនៅពេទ្យមួយរយៈហើយដូចជាមិនឃើញទទួលបានលទ្ធផលអីនោះទេគាត់នៅតែរួមតូចដដែលចឹងហើយគាត់ក៏បានរត់ចេញពីពេទ្យទាំងយប់នឹងតែម្ដងតែពីហ្នឹងគាត់ក៏បានត្រឡប់ទៅដល់ផ្ទះរបស់គាត់វិញតែនៅពេលដែលដល់ផ្ទះហ្នឹងហើយគាត់ក៏កាន់តែពិបាកចិត្តដោយសារតែគាត់ដឹងថាខ្លួនរបស់គាត់គឺតូចខ្លាំងមែនតែនអង្គុយនៅលើសាឡុងហ្នឹងគឺជើងរបស់គាត់លែងដល់ដីហើយប្រពន្ធរបស់គាត់ក៏ធំជាងគាត់កូនរបស់គាត់ក៏សឹងតែធំជាងគាត់បាត់ហើយតែគាត់ក៏ព្យាយាមរស់ដោយសេចក្តីភ័យខ្លាចនឹងអស់មួយរយៈស្រាប់តែថាមួយរយៈក្រោយមកគឺគាត់នឹងតូចខ្លាំងតែម្ដងអង្គុយនៅលើសាឡុងឃើញតូចតែញាប់ប៉ុនតុក្កតាអញ្ចឹងណានឹងឯងផលឥឡូវហ្នឹងគឺលែងតែធ្វើការងារកើតហើយក៏លែងលើកទូរស័ព្ទណាតែមកក៏មិនលើកបែបតែមកក៏មិនលើកដែរដោយសារតែគិតថាអត់ប្រយោជន៍ឥឡូវនេះវិញក៏បានមកនិយាយមួយប្តីថាគួរតែយកមីយ៉ាទៅនៅជាមួយលោកតាលោកយាយមួយរយៈទៅដើម្បីឲ្យឪពុកនោះមានឱកាសព្យាបាលខ្លួនឯងឲ្យជាចាំយកកូនស្រីមករស់នៅជុំគ្នាវិញនិយាយហ្នឹងក៏កូនស្រីបានស្ដាប់ឮទាំងអស់ហើយផលនេះវិញក៏និយាយថាគាត់ចង់ទៅលេងសៀកដោយសារតែតូចអញ្ចឹងវាលេងសៀកតំណងណាតែប្រពន្ធមិនព្រមឲ្យគាត់ទៅនោះទេហើយពលក៏បានកលែកទៅមើលអាឆ្មាតូហ្វូគាត់ពិតជាខ្លាចតូហ្វូខ្លាំងមែនទែនដោយសារតែតូហ្វូលើសឹងតែធំប៉ុនគាត់ហើយអញ្ចឹងប្រពន្ធក៏បានយកតូហ្វូចាក់សោទៅខាងក្រៅផ្ទះបាត់ទៅហ្នឹងហើយរហូតដល់ថ្ងៃទី30ខែ6ហ្នឹងគាត់ថាលពូពលខ្លួនរបស់គាត់តូចជាងបាត់ដៃទៀតនិយាយទៅប៉ុនទូរស័ព្ទ smartphone មួយហើយគាត់ក៏បានមើលទៅតាមបង្អួចសម្លឹងទៅកាន់អាតូហ្វូដែលឈរសម្លឹងមើលគាត់ហ្នឹងដោយសេចក្តីភ័យខ្លាចហើយនៅក្នុងថ្ងៃមួយហ្នឹងស្រាប់តែប្រពន្ធរបស់គាត់បាននាំជនចម្លែកចូលមកក្នុងផ្ទះធ្វើឲ្យលពូផលភ័យបានរត់ចូលទៅពួននៅពីក្រោមគ្រែនៅពេលហ្នឹងឯងគាត់ក៏បានស្ដាប់ឮសម្ដីកិច្ចសន្ទនារបស់ប្រពន្ធរបស់គាត់ដែលប្រពន្ធរបស់គាត់ហៅភ្ញៀវមកមើលផ្ទះដោយសារតែចង់លក់ផ្ទះអញ្ចឹងណាអញ្ចឹងនៅពេលដែលភ្ញៀវចេញទៅបាត់ផលក៏បានឡើងទៅលើតុរួចហើយក៏បានស្រែកថាឲ្យប្រពន្ធហើយអ្វីបានជានាំគេមកមើលផ្ទះមិនបានប្រាប់គាត់ខ្លាចថាគេនឹងធ្វើបាបគាត់អញ្ចឹងណាហើយមួយវិញទៀតប្រពន្ធនឹងលក់ផ្ទះអត់ប្រាប់គាត់នោះទេប៉ុន្តែប្រពន្ធក៏បានតវ៉ាវិញថាធ្លាប់និយាយជាមួយប្តីម្ដងហើយប៉ុន្តែប្តីបានចាប់អារម្មណ៍ហើយមួយវិញទៀតមិនឲ្យគាត់លក់ផ្ទះមិនកើតបើរាល់ថ្ងៃនឹងអត់មានចំណូលអីផងនឹងត្រូវទៅលក់ផ្ទះដើម្បីយកមកផ្គត់ផ្គង់ជីវភាពប្រពន្ធនឹងក៏បានបន្តប្តីថាមិនព្រមទៅព្យាបាលនៅក្នុងមន្ទីរពេទ្យអីនោះទេមួយថ្ងៃស្ងំតែនៅផ្ទះប៉ុន្តែប្តីក៏បានតវ៉ាវិញទៅមន្ទីរពេទ្យព្យាបាលអីបើគាត់អត់មានឈឺអីផងនឹងទៅដូចជាឲ្យគេយកគាត់ពិសោធន៍ចឹងហើយគាត់មិនចង់ធ្វើជាឧបករណ៍ពិសោធន៍របស់អ្នកណាម្នាក់នោះទេសុកចិត្តរស់នៅក្នុងផ្ទះវិញប្រពន្ធនឹងក៏ខឹងប្តីស្រែកថាឲ្យប្តីខ្លាំងគាត់តែខ្យល់មាត់របស់គាត់នឹងបានធ្វើឲ្យប្តីរបស់គាត់នឹងប៉ើងស្ទុយហ្នឹងហើយប្រពន្ធក៏បានសុំទោសប្តីរួចហើយក៏បានដើរចាក់ចេញពីកន្លែងនឹងបាត់ទៅខណៈដែលកូនស្រីនឹងក៏បានលួចមើលឪពុកដោយសេចក្តីភ័យខ្លាចរួចហើយក៏បានរត់ចូលទៅពួននៅក្នុងបន្ទប់របស់គេវិញដូចគ្នាហ្នឹងហើយផលក៏បានបន្តរស់បែបហ្នឹងរហូតដល់ថ្ងៃទី5នៃខែកក្កដាគាត់ថាគាត់បានជួបគ្នាជាមួយមីយ៉ាក៏បានយកគាត់ទៅលេងនៅក្នុងផ្ទះតុក្កតារបស់គេលោកពូក៏បានដើរចូលលេងចូលមើលក្នុងផ្ទះហ្នឹងទៅក៏ឃើញថាសមល្មមសម្រាប់គាត់នៅហើយផ្ទះហ្នឹងវាពិតជាដូច
ផ្ទះបេបិទខ្លាំងមែនតើនឹងឲ្យដើមមើលផ្ទះអស់ចដែរលោកពូក៏បានប្រាប់ឲ្យមីយ៉ាចាក់ភ្លេងឲ្យគាត់មកឬភ្លេងឲ្យលោកពូក៏បានរួមលេងជាមួយនឹងតុក្កតារបស់មីយ៉ាធ្វើឲ្យមីយ៉ាញញឹមសប្បាយចិត្តខ្លាំងមែនតើហើយបន្ទាប់ពីនឹងទៅគេក៏បានលេងធ្វើជាបិសាចជាមួយនឹងឪពុកតែងតែលេងជាមួយគេអញ្ចឹងតែមានណាសំឡេងរបស់គេអីហ្នឹងក៏ធ្វើឲ្យលោកពូភ័យព្រោះអីសំឡេងហ្នឹងវាធំលោកពូតូចតែញាប់ហ្នឹងស្រែកបន្តិចគាត់នឹងញ័រទ្រូងហើយកូនស្រីក៏បានញញឹមរួចហើយក៏បានសុំទៅឪពុកដែលគេលេងជ្រុលតពីហ្នឹងក៏បានចូលទៅសម្រាប់វិញទៅហើយហ្នឹងហើយនៅពេលយប់ឡើងហ្នឹងក៏ផលមិនអាចឡើងទៅគេងលើគ្រែបាននោះទេតើតែប្រពន្ធរបស់គាត់លោកដៃទៅយកគាត់ទើបគាត់អាចឡើងទៅលើគ្រែជាមួយប្រពន្ធបានហ្នឹងហើយរួបែបហ្នឹងរហូតដល់មួយខែក្រោយមកគឺនៅក្នុងថ្ងៃទី30នៃខែកក្កដាហ្នឹងលោកពូផលក៏កាន់តែតូចយកតែមែនតែនតូចសឹងតែប៉ុនផ្លែសន្ទូចគាត់ក៏បានរៀបចំចងសន្ទូចចងអីលេងចឹងទៅប៉ុន្តែពេលហ្នឹងដែរស្រាប់តែអាតូហ្វូក៏បានរុញទ្វារចូលមកខាងក្នុងបានលោកពូឃើញអាតូហ្វូហើយក៏បានភ័យឡើងតែមើលអាតូហ្វូហ្នឹងក៏បានធ្វើឲ្យគាត់ចាប់ពុបខ្លួនដួលចូលទៅខាងក្រោមខ្លួនរបស់គាត់បានមុតជាមួយនឹងសន្ទូចប៉ុន្តែគាត់ក៏ដកសន្ទូចនឹងរួចគាត់បានដោះអាវមើលពីមុខរបួសរបស់គាត់ឃើញថាវាមុតគួរសមដែរប៉ុន្តែគាត់មិនទាន់អាចបិទបង់បិទអីបាននោះទេដោយសារតែអាតូហ្វូបានចូលមកហើយអាតូហ្វូក៏បានត្រៀមខ្លួនហក់កន្ទ្រប់គាត់ដូចយ៉ាងហ្នឹងឯងឆ្មាវាតែងតែត្រៀមខ្លួនកន្ទ្រប់នៅពេលដែលឃើញកដោឃើញអីចឹងណាលោកពូដឹងថាអាតូហ្វូចង់កន្ទ្រប់គាត់ចឹងហើយក៏បានទីមជុលមួយហើយក៏បានរត់ចេញពីកន្លែងហ្នឹងអាតូហ្វូក៏បានរត់ដេញតាមគាត់ក៏បានរត់ចូលក្នុងផ្ទះតូចៗរបស់មីយ៉ាហ្នឹងដើម្បីគេចចេញពីឆ្មារត់ទម្លាយទៅជ្រុងម្ខាងទៀតសង្ឃឹមថាឆ្មាតាមគាត់មិនទាន់ប៉ុន្តែមានណាអាតូហ្វូក៏បានលូតកន្លងដំបូលផ្ទះហ្នឹងហក់ដេញតាមគាត់ទៅមុខទៀតសំឡងដែរនៅជិតហ្នឹងគឺមានប្រឡោះទ្វារលោកពូក៏លូនចូលប្រឡោះទ្វារហ្នឹងបានសម្រេចប៉ុន្តែក៏មិនទាន់ផុតភ័យនោះទេដោយសារតែអាតូហ្វូបានលូកដៃមកបុកគាត់ធ្វើឲ្យគាត់ប៉ើងធ្លាក់ចូលទៅខាងក្រោមធ្លាក់ចូលទៅបន្ទប់ basement ខាងក្រោមហ្នឹងប៉ុន្តែក៏បានចូលទៅក្នុងប្រអប់មួយគាត់មិនស្លាប់នោះទេគ្រាន់តែសន្លប់ហ្នឹងហើយនៅពេលដែលគាត់សន្លប់បានមួយសរបកប្រពន្ធរបស់គាត់ក៏បានត្រឡប់មកដល់ផ្ទះវិញមកដល់ផ្ទះក៏បានឃើញឈាមឃើញអីនៅក្នុងផ្ទះអញ្ចឹងណាហើយប្រពន្ធនឹងក៏គិតថាផលអាចនឹងត្រូវបានឆ្មាខំឆ្មាខ្វាយអីចឹងហើយក៏ព្យាយាមដើររកប្តីហើយប្តីរបស់គាត់នៅវិញក៏បានភ្ញាក់ដឹងខ្លួនឡើងមកវិញហើយគាត់ក៏ព្យាយាមស្រែកហៅប្រពន្ធចេញពីក្នុងប្រអប់ហ្នឹងណាប៉ុន្តែស្រែកយ៉ាងណាក៏មិនលឺនោះដែរដោយសារតែគាត់តូចខ្លាំងពេកប្រពន្ធរបស់គាត់ព្យាយាមមករកគាត់យ៉ាងណាក៏រកមិនឃើញប្តីនោះដែរហើយនៅពេលដែលគាត់ឃើញអាឆ្មាតូហ្វូនៅកន្លែងហ្នឹងក៏គិតថាប្រហែលជាឆ្មាហ្នឹងអាចនឹងស៊ីប្តីរបស់គាត់បាត់ទៅហើយគាត់ក៏បានដេញឆ្មាចេញពីបន្ទប់ហ្នឹងរួចហើយគាត់ក៏បានរត់ទៅលើវិញដែរទៅផលអស់សង្ឃឹមខ្លាំងមែនតែនក៏បានបោកប្រាវ៉ែវ៉ានៅជុំវិញហ្នឹងព្រោះអីប្រពន្ធមិនបានឃើញគាត់ទាំងដែលដើរមកចិត្តគាត់ទៅហើយហ្នឹងហើយបន្ទាប់ពីអស់សង្ឃឹមបានមួយសបកគាត់ក៏រិះរកវិធីសាស្ត្រដើម្បីចេញពីប្រអប់ហ្នឹងឲ្យបានហើយដំបូងឡើយត្រូវរកកៅអៅស្លៀកក៏គាត់បានយកកណាត់មួយទៅហែកហើយក៏បានចោះចន្លោះនេះចន្លោះនោះធ្វើជាសម្លៀកបំពាក់គាត់បានយកខ្សែលួសធ្វើជាខ្សែក្រវ៉ាត់រត់ខ្លួនរត់ចង្កេះរបស់គាត់អីចឹងទៅតែមកទៀតក៏បានដើរមើលជុំវិញប្រអប់ដើម្បីស្វែងរកផ្លូវចេញហើយក៏បានឃើញប្រឡោះមួយអញ្ចឹងគាត់ក៏អាចចេញតាមប្រឡោះហ្នឹងដើរមកខាងក្រៅបានសម្រេចគាត់ក៏បានដើរតម្រង់ទៅកាន់បង្អួចដើម្បីចេញតាមបង្អួចអញ្ចឹងណាប៉ុន្តែពេលនឹងដែរក៏បានប្រទះជាមួយនឹងវត្តមានរបស់សត្វពីងពីងគាត់ភ័យខ្លាំងមែនទែនក៏បានប្របែបប្រវាវាទៅខាងលើហ្នឹងគាត់បានមើលទៅតាមប្រឡោះបង្អួចដើម្បីលូនចេញតាមនឹងអញ្ចឹងណាប៉ុន្តែមានណាបង្អួចហ្នឹងក៏ថាមានសំណាញ់ការពារមូសទៀតអញ្ចឹងគាត់ឆ្លងទៅមិនរួចនោះទេហ្នឹងហើយដោយសារតែទៅណាមិនបានគាត់ក៏បានចុះក្រោមវិញរួចហើយក៏បានដើររកទឹកផឹកសំណាងដែរផ្ទះរបស់គាត់មានអាទឹកលិចតក់គាត់ក៏បានទៅត្រង់ទឹកមួយតំណក់យកមកផឹកតាមមកតំណក់ហ្នឹងគាត់ផឹកមកអស់ផងហើយក៏បានសម្អាតខ្លួនសម្អាតរបួសក្រោមតំណក់ទឹកតក់នឹងដែរទៅនៅជប់ឡើងហ្នឹងដោយសារតែខ្លាចសត្វពីងពីងក៏ដូចជារងាផងដែរហ្នឹងគាត់ក៏បានដេកនៅពីក្រោមភ្លើងកន្លែងកម្ដៅទឹករបស់គាត់ដេកបានយ៉ាងសុខសាន្តពេញមួយយប់លុះដល់ព្រឹកឡើងហ្នឹងក៏ស្រាប់តែគាត់បានឮសំឡេងមីយ៉ាស្រែកហៅគាត់ក៏បានរត់ទៅរកចណ្ដើដើម្បីឡើងទៅខាងលើរកកូនស្រីប៉ុន្តែគាត់ឡើងចណ្ដើមិនរួចនោះទេដោយសារតែគាត់គឺតូចខ្លាំងពេកគាត់ព្យាយាមស្រែកដែរប៉ុន្តែគ្មានអ្នកណាឮគាត់នោះទេសំឡេងរបស់គាត់វាខ្សោយខ្លាំងណាស់ហើយបន្តិចក្រោយមកគាត់ក៏បានឮម៉ាស៊ីនឡានបើកបញ្ឆេះចាក់ចេញពីផ្ទះរបស់គាត់អញ្ចឹងណាគាត់ក៏បានដឹងថាផ្ទះហ្នឹងត្រូវបានលក់ហើយប្រពន្ធបាននាំកូនចាក់ចេញពីកន្លែងហ្នឹងចោលគាត់បាត់ទៅហើយគាត់អស់សង្ឃឹមខ្លាំងមែនទែនមិនដឹងថាថ្ងៃមុខនឹងពឹងអ្នកណានោះទេហើយនឹងឯងបន្ទាប់ពីអស់សង្ឃឹមមួយស្របក់គាត់ក៏បានដើរមើលក្លុកលាទៅស្រាប់តែបានឃើញដីសនឹងឯងគាត់ក៏បានយកដីសហ្នឹងមកសរសេរឈ្មោះរបស់គាត់ថាផលនៅឯមាត់ចណ្ដើនឹងតែម្ដងសរសេរឈ្មោះហើយគាត់ក៏បានដើរមើលក្លុកលាទៀតដើម្បីស្វែងរកអីញ៉ាំរកចុះរកឡើងទៅក៏បានឃើញអង្គប់កដោដែលគាត់បានដាក់យកឈីយកអីមកដាក់នោះនឹងឯងអត់មានអីហូបនោះទេមានតែឈីហ្នឹងហើយក៏សម្រេចចិត្តយកឈីហ្នឹងមកហូបដោយបានយកដៃគោហ្នឹងទៅបោះលើអង្គប់ដើម្បីឲ្យវាវាយប៉ុន្តែបោះដំបូងវាមិនវាយនោះទេតតែលើកទី2ហ្នឹងលោកពូបានវាយអង្គប់ហ្នឹងទៅវាលោតចឹងហើយនៅពេលដែលអង្គប់លោតហើយអស់មានឧប
សគ្គទៀតហើយគាត់ក៏បានយកជីនឹងមកហូបដោយឆ្ងាញ់តែម្ដងប៉ុន្តែកំពុងតែឆ្ងាញ់ហ្នឹងពីងពីងក៏បានវាមកពីក្នុងរបស់គាត់លោកពូឃើញពីងពីងក៏បានយកដេកូលវាយប្រអប់នេះវាយនោះបង្កើតចេញជាសំឡេងធ្វើឲ្យអាពីងពីងនឹងភ័យរត់ចេញពីគាត់ទៅហើយបន្ទាប់ពីហ្នឹងលោកពូក៏ចង់ធ្វើកន្លែងមួយដើម្បីសម្រាកដោយគាត់បានយកដេកូលហ្នឹងទៅរត់បុកទម្លាយកេះដើម្បីបង្កើតប្រឡោះមួយគាត់លូនចូលទៅដីក្នុងហ្នឹងណាប៉ុន្តែគាត់បុកមិនធ្លាយនោះទេដោយសារតែកម្លាំងរបស់គាត់ខ្សោយខ្លាំងពេកគាត់ក៏ព្យាយាមរិះរកវិធីសាស្ត្រធ្វើយ៉ាងណាឲ្យអាប្រឡោះហ្នឹងវាធ្លាយពេលហ្នឹងក៏បានឃើញកណាត់រួមជាមួយនឹងអាគម្របទឹកសតគាត់ក៏បានយកគម្របទឹកសតហ្នឹងទៅត្រងទឹកមកតំណក់រួចហើយក៏បានជ្រលក់ជាមួយនឹងក្រណាត់យកក្រណាត់ហ្នឹងទៅប៉ះជាមួយនឹងជញ្ជាំងกระดาษនៃកេះហ្នឹងក៏នៅពេលដែលវាសើមទៅក៏វាទន់ចឹងហើយលោកពូក៏អាចបុកទម្លាយបានបង្កើតចេញជាប្រឡោះមួយគាត់ក៏បានចូលទៅកេះហ្នឹងតាមប្រឡោះមួយហ្នឹងហើយក៏បានដើរមើលចុះឡើងទៀតស្រាប់តែបានឃើញប្រអប់ឈើគូសមួយនៅម្ខាងទៀតគាត់ចង់លូនទៅយកឈើគូសហ្នឹងមកប្រើដែរប៉ុន្តែលូនចូលមិនរួចនោះទេដោយសារតែបាំងអ្វីមួយទាំងហើយគាត់ក៏ដូរវិធីសាស្ត្រថ្មីដោយបានយកกระดาษនេះกระดาษនោះទៅបិទប្រឡោះហ្នឹងទៅហើយនៅពេលដែលប្រឡោះចិត្តហើយគាត់នឹងថាលែងមានឧបសគ្គលែងមានពីងពីងអីមិនញញ៉ៃគាត់ហើយគាត់ក៏បានដេកនៅក្នុងប្រអប់ហ្នឹងទៅហ្នឹងហើយនៅពេលដែលគាត់សម្រាកហ្នឹងគាត់ក៏បានឮសំឡេងមនុស្សនៅលើផ្ទះរបស់គាត់ផងដែរគាត់មិនដឹងថាជានរណានោះទេប្រហែលជាម្ចាស់ផ្ទះថ្មីបានចូលមកនៅហើយហ្នឹងហើយរហូតដល់ថ្ងៃទី15នៃខែកក្កដាលោកពូផុលក៏បានភ្ញាក់ពីដំណេកមកទាំងអារម្មណ៍រៀងភ្ញាក់ផ្អើលបន្តិចដោយសារតែបានឮសំឡេងដើរចូលមកខាងក្រោមហ្នឹងហើយគាត់ក៏បានប្រញាប់ញាល់ទៅចាំគេនៅមាត់ចដាវសង្ឃឹមថាគេចុះមកនឹងឃើញគាត់ព្យាយាមស្រែកផងអីផងប៉ុន្តែម្ចាស់ផ្ទះបានចុះមកនោះទេក៏បានបិទទ្វារទៅវិញបានធ្វើឲ្យលោកពូអស់សង្ឃឹមកាន់តែខ្លាំងប៉ុន្តែអស់សង្ឃឹមហើយគាត់ក៏បានរកវិធីសាស្ត្រថ្មីដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្តបន្តិចដោយបានទៅបើកគម្របស្រាមួយដបដើម្បីយកវាមកផឹកណាគាត់ចុះគាត់បុកចុះឡើងទៅក៏បានធ្វើឲ្យធ្លាយចឹងហើយគាត់ក៏បានត្រង់ស្រាហ្នឹងយកមកផឹកយ៉ាងហ្នឹងឯងគាត់ធ្លាប់ផឹកមួយកែវប៉ុន្តែសារហ្នឹងផឹកតាមប្រមាណតំណក់នោះទេក៏បានធ្វើឲ្យគាត់ស្រវឹងរហូតដល់ក្អួតគាត់ស្រវឹងវង្វេងវង្វាន់អស់ចិត្តហើយក៏បានមើលតុក្កតារបស់មីយ៉ាយកវាធ្វើជាពួកម៉ាក់ហើយក៏បានសន្យាថាមើលថែវាឲ្យអស់ពីចិត្តតទៅទៀតក៏បានឡើងទៅលេងនៅលើទូត្រីស្រាប់តែពេលហ្នឹងដែរពីងពីងក៏បានឃើញគាត់ចង់មកខំគាត់តែនៅពេលដែលគាត់យកមកជុលបង្ហាញវាក៏បានថយក្រោយវិញលោកពូក៏បានសោចគិតថាគាត់យកឈ្នះពីងពីងនឹងបានហើយប៉ុន្តែនៅពេលដែលគាត់កន្លែងក្រោយហ្នឹងពីងពីងក៏បានឡើងមកម្ដងទៀតរួចហើយក៏បានបុកគាត់ឲ្យធ្លាក់ចូលទៅក្នុងអាងត្រីសំណាងដែរដោយសារក្នុងអាងត្រីហ្នឹងមិនមែនជាត្រីស៊ីសាច់ចឹងហើយវាមិនបានមកខំគាត់ស៊ីនោះទេគាត់ក៏ព្យាយាមប្រវេប្រវាហើយទឹករងចាំពីងពីងហ្នឹងឲ្យវាចាក់ចេញពីកន្លែងហ្នឹងទើបគាត់ឡើងទៅខាងលើវិញទៅដល់ខាងលើគាត់ក៏បានយកចំណីត្រីទៅឲ្យត្រីស៊ីពេលហ្នឹងគាត់ក៏គិតថាចំណីត្រីឆ្ងាញ់ចឹងហើយក៏បានយកចំណីត្រីហ្នឹងមកសាកហូបប៉ុន្តែហូបទៅក៏មិនឆ្ងាញ់នោះទេក៏បានព្រោះចោលតទៅទៀតក៏បានយកកាដូបទឹកសុទ្ធហ្នឹងទៅត្រងទឹករួចហើយក៏បានយកទៅធ្វើនេះធ្វើនោះទៀតចឹងណាប៉ុន្តែពេលហ្នឹងដែរអាពីងពីងក៏បានមករកគាត់ម្ដងទៀតបុកលុះហ្នឹងគឺវាចង់ខំលពូស៊ីតែម្ដងលពូក៏បានយកមកជុលវាយតតាំងជាមួយនឹងវាវាយត្រូវជើងវាប្រមាណដងដែរប៉ុន្តែវានៅតែមិនខ្លាចលពូនៅតែដេញលពូក៏បានរត់ទៅពួននៅកលៀតវាក៏បានរត់តាមលពូតាន់ហ្នឹងហើយវាចេះវាទៅខាងលើខាងអីដេញខំក្បាលលពូចឹងណាប៉ុន្តែលពូក៏នៅតែព្យាយាមចាក់វាក៏ដូចជារត់ថយក្រោយរហូតដល់ទៅកលៀនអញ្ចឹងហ្នឹងក៏គាត់បានជាប់ត្រឹងចឹងហើយក៏ត្រូវបានពីងពីងហក់សង្គ្រោះគាត់ពេលហ្នឹងគាត់ពីនឹងត្រូវបានពីងពីងខំទៅហើយប៉ុន្តែក៏បានទាញយកចលួនឈើមួយចាក់ចំភ្នែកមួយរបស់វាហ្នឹងហើយនៅពេលដែលវាឈឺវាក៏បានថយក្រោយលពូក៏បានស្រែកសម្លត់វាក៏បានភ័យរត់ចេញពីលពូទៅហ្នឹងហើយលពូក៏បានរួចខ្លួនចឹងហើយក៏បានប្រើកណ្ដាស់ប្រើទឹករបស់គាត់ហ្នឹងទៅទម្លាយអាកេះមួយជ្រុងទៀតហ្នឹងហើយនៅពេលដែលទម្លាយវាធ្លាយហើយលពូក៏បានចូលទៅខាងក្នុងទៅយកដៃគូសចេញមកខាងក្រៅបានសម្រេចនៅពេលដែលបានឈើគូនឹងហើយក៏លពូត្រូវបើកប្រអប់ហ្នឹងដើម្បីកេះដៃគូនឹងបង្កើតជាភ្លើងណាប៉ុន្តែគាត់ពិបាកខ្លាំងមែនទែនគាត់តូចជាងប្រអប់ឈើគូទៀតរួមតែដកឈើគូនឹងបានមកគ្រាប់ហ្នឹងគឺគាត់សឹងតែដាច់ខ្យល់ហើយចុងក្រោយគាត់ក៏បានគូដៃគូនឹងចេញជាភ្លើងបានក៏បានដុតវាជាមួយនឹងការ៉ាស់បង្កើតចេញជាភ្នក់ហើយគាត់ក៏បានអង្គុយអាំងភ្លើងហ្នឹងដោយមានសេចក្តីសុខអង្គុយបដើញ៉ាំឈីសបដើនិយាយជាមួយនឹងតុក្កតារបស់មីយ៉ាបដើគាត់គិតថាប្រហែលជាមីយ៉ានឹកគាត់ខ្លាំងហើយគាត់ក៏នឹកគ្រួសាររបស់គាត់ខ្លាំងដែរប៉ុន្តែគ្មានសង្ឃឹមបានជួបគ្នាវិញនោះទេនឹងហើយពីមួយថ្ងៃទៅមួយថ្ងៃគាត់ក៏ព្យាយាមធ្វើនេះធ្វើនោះដើម្បីបំភ្លេចទុក្ខសោកចឹងណាពេលខ្លះក៏បានហាត់ប្រាណពេលខ្លះក៏បានធ្វើការងារនេះងារនោះចឹងទៅហើយអាហាររបស់គាត់អត់មានច្រើននោះទេគឺមានត្រឹមតែឈីសដែលគាត់យកពីអង្គប់មកបានតែប៉ុណ្្នឹងឯងនឹងហើយរហូតដល់ថ្ងៃទី20នៃខែកក្កដានឹងលោកពូម្ចាស់ផ្ទះថ្មីនឹងក៏បានចុះមកខាងក្រោមនឹងម្ដងទៀតផលក៏សប្បាយចិត្តក៏បានទៅស្រែកហៅគាត់មកជួយគេផងប៉ុន្តែលោកពូម្នាក់នឹងមិនបានឃើញគេនោះទេគ្រាន់តែសម្រាប់ជើងរបស់គាត់នឹងក៏បានធ្វើឲ្យផលហឹងត្រជានងសឹងស្លាប់មកណាក៏បានរត់ទៅពួននៅកលៀតចំណែកឯលោកពូក៏បានដើររកអីវ៉ាន់នេះនោះចុះឡើងទៅក៏បានឡើងទៅខាងលើវិញនឹងហើយបន្ទាប់ពីនឹងផលក៏បានដើរទៅមើលត្រីរបស់គាត់ដែលគាត់មានតែត្រីម្នាក់គត់ធ្វើជាមិត្តប៉ុន្តែមានណាត្រីនឹងត្រូវបានគេយកចេញទៀតចឹងពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាឯកាខ្លាំងមែនតែនតែកំពុងតែឯ
កានឹងស្រាប់តែមានមូមួយក្បាលបានហែមករកគាត់តែគាត់ក៏បានកិច្ចចេញពីមូនឹងផតហើយមូនឹងក៏បានហៅទៅរកប្រអួយស្នាញ់វាក៏បានចេញតាមប្រឡោះស្រឡាញ់នឹងកិច្ចចេញពីផ្ទះនឹងបានសម្រេចលពូក៏បានសម្លឹងទៅកាន់ប្រឡោះស្រឡាញ់នឹងគាត់គិតថាគាត់អាចនឹងលូនចេញពីកន្លែងនឹងបានចុងហើយក៏បានប្រវែកប្រវាល់ឡើងតាមសសរដើម្បីទៅខាងលើវាពិបាកខ្លាំងមែនទែនសម្រាប់គាត់នៅក្នុងការឡើងសសរដ៏ធំមួយហ្នឹងណាតរំតែគាត់វាទៅដល់ហ្នឹងគឺថាអស់កម្លាំងលេងតែម្ដងហ្នឹងហើយខ្លួនរបស់គាត់គឺតូចខ្លាំងមែនទែនគឺថាបើធៀបជាមួយនឹងដែកដែលគេយកទៅធ្វើផ្ទះហ្នឹងគាត់តូចតែញាប់ណាប៉ុន្តែគាត់នៅតែមានកម្លាំងចិត្តក៏បានរត់មួយទំហឹងលោតផ្លោះពីដែកហ្នឹងទៅខាងប្រអួយនឹងបានសម្រេចលោតបានហើយគាត់ក៏បានដើរទៅរកប្រឡោះប្រអួយហ្នឹងប៉ុន្តែក៏បានប្រទះជាមួយនឹងសម្បុកពីងពីងដែលពីងពីងវាធ្វើសំណាញ់ដើម្បីចាប់ចំណីតែលោកពូក៏ព្យាយាមដើរលូនកិច្ចចេញពីកាឡារបស់ពីងពីងហ្នឹងមិនឲ្យប៉ះនោះទេប៉ុន្តែចុះឡើងគាត់ក៏បានប៉ះជាមួយនឹងសរសៃរបស់សម្បុកពីងពីងហ្នឹងក៏បានធ្វើឲ្យពីងពីងភ្ញាក់ដើរខ្លួនរត់តម្រង់មករកគាត់ពេលហ្នឹងគាត់គិតថាគាត់ចប់ហើយដោយសារតែគាត់ឥឡូវតូចខ្លាំងមែនតែនមិនអាចវាយយកឈ្នះពីងពីងបាននោះទេគាត់ក៏បានយំដោយសេចក្តីភ័យខ្លាចរួចហើយក៏បានលិចនោមចូលមកខាងក្រោមអញ្ចឹងណាប៉ុន្តែបន្តិចក្រោយមកស្រាប់តែថាមានអាសត្វរុយនឹងវាបានទៅជាប់សម្បុកពីងពីងចឹងហើយពីងពីងក៏បានរត់ចេញពីលោកពូទៅស៊ីសត្វរុយនឹងទៅលោកពូក៏បានរួចខ្លួនដើរបន្តទៅមុខទៀតនៅទីបំផុតគាត់បានមកដល់កាឡាសំណាញ់បង្អួចនឹងឯងប៉ុន្តែខ្លួនរបស់គាត់នៅតែធំមិនទាន់អាចលូនចេញទៅបាននោះទេគាត់ក៏អស់សង្ឃឹមក៏បានទៅដេកពួននៅក្នុងកលៀតមួយគាត់ដេករហូតដល់ព្រឹកនឹងក៏ស្រាប់តែភ្ញាក់ឡើងដោយសារតែស្រមោចនឹងបានមកខំគាត់ចឹងណាគាត់ក៏បានធាក់ស្រមោចនឹងចេញស្រមោចនឹងក៏បានខ្ទាតទៅចិត្តពីងពីងក៏ត្រូវបានពីងពីងស៊ីស្រមោចមួយទៀតក៏បានលូនតាមកាឡានឹងកិច្ចចេញពីកន្លែងនឹងបានសម្រេចហើយលោកពូក៏បានសាក់លបងលូនលើកនឹងគាត់ក៏អាចលូនចេញរួចចឹងហើយគាត់ក៏អាចកិច្ចចេញពីពីងពីងកំណាចនឹងបានសម្រេចហើយក៏មានសេរីភាពចេញទៅខាងក្រៅវិញណាគាត់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីចាប់ផ្ដើមជីវិតថ្មីក្នុងនាមជាសភាវៈល្អិតម្នាក់គាត់តែដំណក់ទឹកនៅក្នុងព្រៃហ្នឹងគឺថាធំជាងខ្លួនរបស់គាត់ទៅទៀតព្រៃព្រឹក្សាស្មៅអីហ្នឹងគឺគ្របគាត់នឹងចិត្តតែម្ដងសម្បីតែមេអំបៅដែលគាត់ធ្លាប់ឃើញទួយតែញាប់ហ្នឹងឥឡូវគឺថាធំជាងគាត់មកផ្លឹបបក់ស្លាប់របស់វាហ្នឹងក៏បានធ្វើឲ្យលោកពូនឹងប៉ើងហើយលោកពូក៏បានសម្លឹងទៅកាន់ការចាក់ចេញរបស់សត្វមេអំបៅហ្នឹងក៏ដូចជាសម្លឹងទៅកាន់ផ្កាយទៅកាន់ផ្ទៃមេឃហើយក៏បាននឹកឃើញទៅដល់កូនស្រីរបស់គាត់មីយ៉ាខណៈដែលមីយ៉ាក៏កំពុងតែដេកនៅលើប៉ៅអ៊ីសម្លឹងទៅកាន់មេឃតែមួយនឹងដូចគ្នាប៉ុន្តែពួកគេទាំងពីរនាក់គ្មានឱកាសបានជួបគ្នាវិញនោះទេបានត្រឹមតែសម្លឹងទៅកាន់ផ្ទៃមេឃរួមតែប៉ុណ្្នឹងឯងព្រោះអីម្នាក់តូចម្នាក់ធំមិនដឹងជារកគ្នាឃើញដោយរបៀបណានោះទេហើយសាច់រឿងក៏មិនត្រូវបានបន្តដំណើរទៅមុខទៀតនោះដែរវាក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនឹងដូចគ្នាដែលហ្នឹងឯងបងប្អូនទាំងអស់គ្នាសាច់រឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងនឹងឯងហើយវាពិតជាល្អមើលខ្លាំងមែនតែននៅចុងក្រោយហ្នឹង admin ពិតជាអាណិតលពូផលខ្លាំងមែនតែនដែលថាមិនដឹងជាហេតុអ្វីបានជាគាត់តូចទៅទូចទៅអញ្ចឹងណាប្រហែលជាដោយសារតែគាត់បានសម្លឹងទៅកាន់អបពកវិលហ្នឹងហើយបានជាគាត់រួមតូចពីមួយថ្ងៃទៅមួយថ្ងៃហើយសាច់រឿងហ្នឹងក៏បានបកស្រាយប្រកបអំពីមូលហេតុដែរអញ្ចឹងយើងសន្មត់យើងគិតដោយខ្លួនឯងទៅហើយមានពិតជាអរគុណច្រើនខ្លាំងមែនតែនដែលបងប្អូនទាំងអស់គ្នាបានតាមដានសាច់រឿងមួយនេះរហូតដល់ចប់យើងចាំជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយ